លិខិតផ្លូវការរបស់កម្ពុជាបានទៅដល់តុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថាលិខិតផ្លូវការរបស់កម្ពុជាដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំ3បានទៅដល់តុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយតាមរយៈបណ្ដាញសង្គមនៅថ្ងៃទី16ខែមិថុនានេះសម្ដេចធិបតីហ៊ុនម៉ាណែតបានឲ្យដឹងយ៉ាងដូចនេះថាឯកឧត្តមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិទើបរាយការណ៍មកថានៅថ្ងៃច័ន្ទទី16ខែមិថុនាវេលាម៉ោង 11:30 នាទីព្រឹកនៅទីក្រុងឡាអេត្រូវនឹងម៉ោង 4:30 នាទីល្ងាចនៅរាជធានីភ្នំពេញលិខិតផ្លូវការរបស់កម្ពុជាបានទៅដល់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំ3ត្រូវបានលោកជំទាវស្រេងធីតាអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសហូឡង់ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជីនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ កម្ពុជាមិនដកថយទេពាក់ព័ន្ធទៅនឹងការស្នើសុំឲ្យតុលាការយុត្តិធម៌អន្តរជាតិ ICJ ជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃនៅប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំ3រដ្ឋាភិបាលនឹងបន្តកិច្ចការនេះប្រកបដោយការបដិញ្ញាចិត្តនិងការទទួលខុសត្រូវខ្ពស់ដើម្បីការពារបូរណភាពទឹកដីក៏ដូចជាឧត្តមប្រយោជន៍ជាតិនិងប្រជាជនខ្មែរ